នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្នុងក្រុងព្រះសីហនុនាំភ្ញៀវជិត 3000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វាយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមានមនុស្សសរុបចំនួនកំពង់ផែស្វាយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមានមនុស្សសរុបចំនួន 1059 នាក់ស្រី245 នាក់មាន59សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី1566 នាក់មាន52សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក797 នាក់និងអូស្ត្រាលី824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល